នេះគឺជាមូលហេតុដែលនាំឲ្យកើតជំងឺមហារីកដែលមនុស្សភាគច្រើនមិនបានដឹងនៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកអំពីមូលហេតុនិងវិធីការពារដែលណែនាំដោយអង្គការសុខភាពពិភពលោក WHO មហារីកគឺជាជំងឺដ៏កាចសាហាវរបាយការណ៍របស់អង្គការសុខភាពពិភពលោកបានបង្ហាញថានៅឆ្នាំ2020មនុស្សដែលស្លាប់ដោយសារជំងឺមហារីកមានរហូតដល់10លាននាក់នៅទូទាំងពិភពលោកជំងឺនេះកើតឡើងដោយសារតែការលូតលាស់ខុសប្រក្រតីនៃកោសិកាជំងឺមហារីកមានច្រើនប្រភេទណាស់តាមស្ថិតិជំងឺមហារីកដែលកើតជាប់ជាងគេគឺមហារីកសូដន់មហារីកសួតមហារីកក្រពះមហារីកពោះវៀននិងមហារីកប្រូស្តាតជំងឺដែលសម្លាប់មនុស្សច្រើនជាងគេនៅឆ្នាំ2020មានដូចជាមហារីកសួតសម្លាប់មនុស្ស1លាន8សែននាក់មហារីកពោះវៀនធំសម្លាប់មនុស្ស9សែន10ម៉ឺននាក់មហារីកថ្លើមសម្លាប់មនុស្ស8សែន30ម៉ឺននាក់មហារីកក្រពះសម្លាប់មនុស្ស7សែន69ម៉ឺននាក់មហារីកសូដន់សម្លាប់មនុស្ស6សែន85ម៉ឺននាក់តើជំងឺមហារីកកើតឡើងដោយសារអ្វីជំងឺមហារីកកើតឡើងនៅពេលដែលកោសិកាធម្មតាវិវត្តទៅជាកោសិកាកាចដែលលូតលាស់មិនឈប់ឈរដោយឆ្លងកាត់ដំណាក់កាលមួយចំនួនចេញពីកោសិកាធម្មតាទៅជាកោសិកាមហារីកការវិវត្តនេះជាលទ្ធផលនៃអន្តរកម្មរវាងហ្សែនរបស់មនុស្សនិងភ្នាក់ងារខាងក្រៅដែលរួមមានកត្តារូបដូចជាកាំរស្មីស្វាយអ៊ុលត្រា UV វិទ្យុសកម្មកាំរស្មីអ៊ីយ៉ុងកត្តាគីមីដូចជាសារធាតុអាប៉េស្តូសផ្សែងបារីស្រាអាផ្លាតុកស៊ីនដែលជាសារធាតុគីមីម្យ៉ាងក្នុងចំណីអាហារនិងសារធាតុអាសេនិកជាដើមកត្តាជីវសាស្ត្រដូចជាជំងឺឆ្លងដែលបង្កដោយវីរុសបាក់តេរីឬក៏ប៉ារ៉ាស៊ីតអង្គការសុខភាពពិភពលោកមានទីភ្នាក់ងារមួយហៅថាទីភ្នាក់ងារអន្តរជាតិស្រាវជ្រាវលើជំងឺមហារីកហៅកាត់ថា IARC ដែលតែងតែធ្វើចំណាត់ថ្នាក់ភ្នាក់ងារផ្សេងៗដែលនាំឲ្យមានជំងឺមហារីកហានិភ័យនៃការកើតជំងឺមហារីកកើនឡើងតាមអាយុរបស់មនុស្សការកើនឡើងនេះប្រហែលមកពីកាលណាមនុស្សអាយុកាន់តែច្រើនការប្រមូលផ្ដុំនៃកត្តានាំឲ្យមានមហារីកក៏កាន់តែច្រើនដែរម្យ៉ាងទៀតកាលណាអាយុកាន់តែច្រើនសមត្ថភាពកោសិកានៅក្នុងការជួសជុលខ្លួនឯងក៏កាន់តែថយចុះផងដែរកត្តាដែលនាំឲ្យមានហានិភ័យជំងឺមហារីកការប្រើប្រាស់ថ្នាំជក់ការវិសាគ្រឿងស្រវឹងជាតិអាល់កុលការបរិភោគអាហារមិនល្អកង្វះការហាត់ប្រាណនិងការបំពុលខ្យល់គឺជាកត្តាដែលនាំឲ្យមានហានិភ័យនៃការកើតជំងឺមហារីកនិងជំងឺមិនឆ្លងផ្សេងៗជំងឺរ៉ាំរ៉ៃដែលបណ្ដាលមកពីមេរោគក៏ជាកត្តានាំឲ្យមានជំងឺមហារីកផងដែរករណីរបៀបនេះកើតច្រើននៅប្រទេសដែលមានប្រាក់ចំណូលទាបនិងចំណូលមធ្យមករណីជំងឺមហារីកប្រហែល 13% នៅក្នុងឆ្នាំ2018ត្រូវបានគេរកឃើញថាជាប់ទាក់ទងទៅនឹងការបង្ករោគរ៉ាំរ៉ៃដោយមេរោគដូចជាបាក់តេរីកាពះ Helicobacter pylori វីរុស HPV វីរុសរលាកថ្លើមប្រភេទ B វីរុសរលាកថ្លើមប្រភេទ C និងវីរុស Epstein-Barr virus វីរុសរលាកថ្លើមប្រភេទ B និងវីរុសរលាកថ្លើមប្រភេទ C អាចធ្វើឲ្យមានហានិភ័យនៃការកើតជំងឺមហារីកថ្លើមចំណែកឯវីរុស HPV បង្កើនហានិភ័យនាំឲ្យកើតជំងឺមហារីកស្បូនការកាត់បន្ថយជំងឺមហារីកការជៀសវាងកត្តាហានិភ័យនិងការអនុវត្តតាមវិធានការការពារមហារីកដែលគាំទ្រដោយវិទ្យាសាស្ត្រនឹងអាចកាត់បន្ថយមហារីកពី 30 ទៅ 50% បន្ថែមលើពីនេះការត្រួតពិនិត្យរកឃើញមហារីកទាន់ពេលវេលាបូករួមជាមួយនឹងការព្យាបាលនិងការថែទាំត្រឹមត្រូវអាចធ្វើឲ្យអ្នកជំងឺមានឱកាសខ្ពស់នៅក្នុងការជាសះស្បើយពីជំងឺមហារីករបៀបការពារខ្លួនពីជំងឺមហារីកដើម្បីការពារខ្លួនពីជំងឺមហារីកលោកអ្នកអាចអនុវត្តវិធានការមួយចំនួនដូចតទៅនេះមិនជក់បារីឬក៏ប្រើប្រាស់ថ្នាំជក់រក្សាទម្ងន់ខ្លួននៅក្នុងកម្រិតសមស្របបរិភោគអាហារដែលសុខភាពល្អដោយរួមមានការបរិភោគបន្លែនិងផ្លែឈើធ្វើលំហាត់ប្រាណជាប្រចាំជៀសវាងឬក៏កាត់បន្ថយការពិសាគ្រឿងស្រវឹងចាក់វ៉ាក់សាំងប្រភេទវីរុស HPV
និងវ៉ាក់សាំងប្រឆាំងវីរុសរលាកថ្លើមប្រភេទ B ប្រសិនបើអ្នកស្ថិតនៅក្នុងវ័យដែលចាក់បានជៀសវាងការប៉ះពាល់ជាមួយនឹងកាំរស្មីស្វាយ Ultra UV ធានាឲ្យបាននៅការប្រើប្រាស់នៅក្នុងបរិមាណសមស្របនៅកាំរស្មីនៅក្នុងការធ្វើរោគវិនិច្ឆ័យឬក៏ព្យាបាលកាត់បន្ថយផលប៉ះពាល់ជាមួយនឹងកាំរស្មីអ៊ីយ៉ុងកាត់បន្ថយការស្រូបខ្យល់ពុលនៅក្នុងបរិយាកាសនិងក្នុងផ្ទះការធ្វើតេស្តរោគជំងឺមហារីកឲ្យបានទាន់ពេលវេលាការដែលអាចរកឃើញជំងឺមហារីកទាន់ពេលវេលាអាចជួយសង្គ្រោះជីវិតមនុស្សបានមួយភាគធំដោយសារតែការរីកចម្រើនផ្នែកបច្ចេកវិទ្យាវិទ្យាសាស្ត្រគេអាចធ្វើការពិនិត្យរកជំងឺមហារីកបានជាច្រើនមុខជាពិសេសគឺជំងឺមហារីកដែលកើតនិងបង្កឲ្យមានការស្លាប់ញឹកញាប់បំផុតការធ្វើតេស្តរោគជំងឺមហារីកអាចឲ្យគេពិនិត្យឃើញនៅជំងឺមហារីកដូចជាមហារីកប្រូស្តាតមហារីកពោះវៀនធំមហារីកសូដន់មហារីកថ្លើមនិងមហារីកលំពែងសរុបមកមហារីកគឺជាជំងឺកាចសាហាវណាស់កត្តាដែលនាំឲ្យមានជំងឺមហារីកជាច្រើនពលគឺអាស្រ័យទៅលើកត្តាបុគ្គលផ្ទាល់ខ្លួននិងកត្តាខាងក្រៅដែលរួមមានការបរិភោគអាហារមិនល្អការបរិភោគអាល់កុលការជក់បារីជាដើមការជៀសវាងកត្តាដែលនាំឲ្យមានមហារីកផ្សំជាមួយនឹងការធ្វើតេស្តរកជំងឺមហារីកឲ្យបានទាន់ពេលវេលានឹងជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកនិងការស្លាប់បានមួយភាគធំ